ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាមករៀនធ្វើបាញ់ជំនឿទាំងអស់គ្នាបងប្អូនទាំងអស់គ្នានេះម្សៅខ្ញុំលាយហើយនឹងស្នូលអ្នកទាំងគ្នាហើយនេះជាម្សៅស្ងួតអ្នកទាំងគ្នាម្សៅអត់តន់លាយទឹកពេលច្បាច់ហើយចាំយើងពូតវាលុញវាហើយចាំយើងដាក់ហ្នឹងហើយដាក់ចូលទៅក្នុងថាសវាអត់ជាប់គ្នាអ្នកទាំងគ្នាបន្លាំម្សៅស្ងួតទៅវាអត់ជាប់នេះគេលេងម្សៅមូលហើយបានចង្កត់វាឲ្យតែប៉ែតអត់ដែលធ្វើអ្នកទាំងអស់គ្នាធ្លាប់តែញ៉ាំដល់ពេលឥឡូវចង់សាកធ្វើខ្លួនឯងម្ដងអ្នកទាំងអស់គ្នាម្សៅនេះរាងនេះបន្តិចវារាងស្ទើវារាងស្រួយតែខ្ញុំច្បាច់អត់សូវស្អាតនេះហើយដាក់ស្នូលហើយខ្ចប់នេះមិនសូវប្រសពហ្មងអ្នកនរគ្នាអង្គុយលើតុដាក់លើតុនេះខ្ពស់ដូចពិបាកអង្គុយពេកចាំនេះលុញឲ្យមួយចាំដូរកន្លែងទៅអង្គុយក្រោមម្ដងអង្គុយក្រោមចិត្តចក្រានដាំទឹកលុញបាន 4-5 ហើយចាំដាក់ចូលឆ្នាំងម្ដងចាំទឹកពុះឥឡូវទឹកអត់ទាន់ពុះនេះប្រឡាក់ម្សៅម្សៅស្ងួតហ្នឹងលុញវាឡើងមូលហើយចាំប្រឡាក់វាអត់ដែលធ្វើលើកដំបូងធ្វើខុសធ្វើត្រូវមិនដឹងអ្នកនរគ្នាចាំមើលឆ្អិនបានញ៉ាំអត់តើតែគេធ្វើឲ្យញ៉ាំដល់ពេលឥឡូវធ្វើខ្លួនឯងបាក់អង្គុយចឹងលុញឲ្យប្រមាណបានមួយទៀតចាំចុះទៅអង្គុយក្រោមមកស្រួលចិត្តចក្រានហ្មងពេលទឹកពុះចុះមកក្រោមម្ដងអ្នកនរគ្នាលេងមកហ្នឹងអ្នកនរគ្នានេះនេះលុយមកនេះអ្នកទឹកពុះល្មមក៏ដាក់ទៅនេះអូទម្លាក់ទៅឡើងកប៉ិតហ្នឹងហ្នឹងភ្លុកខ្លួននេះបាន5ហើយដាក់ចូលម្ដងនេះអ្នកគ្នានេះម្សៅនេះហើយអ្នកគ្នាបានឆ្អិនខ្លះនេះហើយនេះអាតូចដែលខ្ញុំលាយពណ៌ហ្នឹងក៏លើបានដាក់ស្ងោរនេះអត់ដែរទៅខ្ញុំដាក់ទឹកម្ដងនៅស្រង់នៅមកពណ៌ទៀតមានពណ៌លឿងពណ៌ខំពណ៌ខៀវអត់តលុញឲ្យស្រង់អានឹងចេញសិនភាសាសិននេះអូដាក់មកចិត្តស្រង់ដាក់ទឹកចាស់នេះអញដែរទៅនេះអូយពណ៌ស្រស់ណាស់អ្នកគ្នានេះពិបាកម្នាក់ឯងអត់មានអ្នកកាន់កាមេរ៉ាថតឲ្យវាចឹងថតកាន់បដាថតបដាធ្វើបដាអញ្ចឹងវាបាក់កាន់ថតអត់សូវបានស្អាតអ្នកនេះពេលលុញឲ្យពណ៌ឡើងស្អាតហ្មងណានេះណានេះពណ៌ឡើងខ្ចីឡោណាត្រង់ដាក់ទឹកត្រជាក់ទៅពណ៌ឡើងស្រស់នេះចាប់ដើមលេងពណ៌ខៀវដាំម្ដងអ្នកនេះទីបាន3ពណ៌អូអត់ដែរហើយលេងដែរទៅបានដែរនេះពណ៌ក្រហមពណ៌លឿងនេះពណ៌សនេះធំនេះស្នូលអ្នកគ្នាដល់ពេលនេះស្រង់ហើយខ្ញុំលុញម្ដងពណ៌ដាក់ចូលគ្នាពណ៌ស្រស់ល្អណាស់នៅហ្នឹងពណ៌ស្អាតហើយណាអូពេលស្រង់ដាក់ទឹកត្រជាក់ហើយពណ៌ឡើងស្រស់ពេលស្រង់ហើយអស់ហើយចាំយកទៅលាបទឹកម្សៅទៀតនេះទឹកខ្ញុំឃើញខ្លាំងណាចិត្តឲ្យគ្នាអ្នកសាមន្ទីជាអ្នកគ្នានេះអូបានពណ៌ស្អាតណាស់តូចនេះចាំលាងទឹកឲ្យចាំដាក់ជាប់ពណ៌សនេះ
3 4 ពណ៌គេដែរតានេះ4 ពណ៌ទាំងអាធំធំអាតូចតូចនេះ3 ពណ៌លើកដំបូងរបស់ខ្ញុំហើយរៀនធ្វើតែធ្វើបានស្អាតណាស់អ្នកនរគ្នាមិនលើកសរសើរខ្លួនឯងទេតែស្អាតមែននេះដែរទៀតណាតែចិត្តអស់ហើយទីចិត្តអស់ហើយភ្លើងចក្រានខ្សែភ្លើងចឹងវាអត់សូវក្តៅខ្លាំងដូចចក្រានហ្នឹងប្រើហ្គាសធ្វើទឹកស្ករម្ដងវគ្គធ្វើទឹកស្ករម្ដងហើយស្រង់បានហើយអានេះគេទៅលាងទឹកធ្វើទឹកស្ករខ្ញុំដាក់ទឹកដោះគោនេះចាក់ខ្ញុំខ្ញុំចាក់នេះទឹកដោះគោបាននេះទឹកដោះគោពាក់កណ្ដាលកន្លះលីត្រហើយដាក់ខ្ទិះដូងនេះខ្ញុំថែមខ្ទិះដូងទៀតខ្ទិះដូងមកកំប៉ុងទៀតណាហើយចាក់ខ្ទិះដូងហើយខ្ទិះដូងនេះទឹកដោះគោដាក់ខ្ទិះដូងខ្ញុំប្រើកំប៉ុងកណ្ដាស់អញ្ចឹងចាជាប់មកដល់គ្នាមួកអត់បានវាអត់ដាច់កណ្ដាស់នេះបានហើយបានហើយតើយកទៅគៀបចាប់ឲ្យជាប់បាក់កាន់ដៃម្ខាងកាន់កាមេរ៉ាដៃម្ខាងកាន់មូសម្រាប់បួអាកើតនេះនេះទីដូងមកកំប៉ុងហ្នឹងខ្ញុំដាក់ទាំងអស់ចាទីដូងមកកំប៉ុងហ្នឹងហើយបណ្ដាស្ករបើកញ្ចប់នេះ1គីឡូទៅខ្ញុំដាក់តាកន្លះគីឡូនេះហើយដាក់កន្លះគីឡូដាក់តែកណ្ដាលស្ករប្រហែលកន្លះគីឡូរំពុយពេកហែកទីសិននេះចាក់តែកណ្ដាលនេះគ្នាចាប់ទៅកន្លះគីឡូហើយទុកឲ្យពុះហើយនេះដាក់អំបិលបន្តិចអ្នកនេះអំបិលដាក់នេះដាក់ឲ្យប្រៃលះឲ្យផ្អែមលះlàm prải lẹ đâm với cái prải lẹ mình ra đi đâu mình ra nhé cái đường như cái tiền này tại mà sao lùm một lò này ôi qua làm sạp nó cái đường ai như ta thấy anh em cho ta đặt một tập cò này cái tập cò cùng lạiเป็นปอหลังสระให้อันโลกร้อนนั่นแหละแต่ที่หลังต้นหมองแบบนี่เต๊กมาใส่แต่น้ำเย็นเต๊กประสบกินนี่พี่นั่งอลุยมันจังไงชีดีมันจังแต่นี่อ้อเต้หลังฮับรอหมอไปสร้างดักใช้ไอ้สระตะก็พี่อัดจอบคนนี้อัดเต้เนี่ยจิบเสียตัวโจยในปัวหลังสะอาดมองเนี่ยไปเลี้ยงให้ปัวหลังสระพลางเอาให้ดาวเวะยาตึกมันตึกสกอร์มาดองนี่แล้วอย่างนี้ปัวสะอาดมากปลังจุดหมอวันจะเนื้อจังจะรูปเรียงหายอะไรนี้ตักสกอร์ใบเยอะมันปูให้ในหลักนี้ตัวไอ้ปูมันติดชั้นหายยังนี่ไปปูบัดเพลิงจำหายขนาวได้ในหลักนี้นี่ขนาวนี่หายขนาวได้ขนาวยังดับปันนี้เอาคันช่วยเอาช่างแต่ตอนท่ายำเฟิร์นนี่ยำออนมินละงอด่านอะไรเนี่ยมันจะติดละงอจะออนมินละงอได้ดักขนาวอยู่นกปิงนี่ตึกสกอยังปูให้ยังบัดเพลิงแต่ยังดักในโจนะนี่นาวโจให้ก็ดักสลังนมดักโจนะนี่นี่แบบดักในโจมดองcái ní ban dân nữa vậy nhóm cái gì rụt điên bờ đáเนี่ยตอนนี้จะน้องช่างnhỏ đấy nè
ក្លិនខ្នុរឡើងឈ្ងុយហ្មងខ្នុរហើយនឹងទឹកស្ករប្រហែលស្មើគ្នាខ្នុរចង់កន្លះគីឡូខ្ញុំដាក់ទាំងអស់តំណងខ្លាំងហើយឡើងឈ្ងុយចាំហើយចាំភ្លក់ឲ្យអ្នកទាំងអស់គ្នាមើលថារសជាតិយ៉ាងម៉េចដែរបើចង់ដឹងអ្នកទាំងអស់គ្នាអាចសាកធ្វើខ្លួនឯងបានឆ្លាញ់រសជាតិតាមដែលយើងត្រូវការអញ្ចឹងណាបើទឹកស្កររបស់ខ្ញុំចូលចិត្តដាក់ទឹកដោះគោឆៅហើយនឹងខ្ទិះដូងអ្នកគ្នាដាក់ទៅវាឈ្ងុយតែបើមានខ្ញីយើងដាក់ខ្ញីបន្តិចទៅតែបើខ្ញុំអត់សូវចូលចិត្តក្លិនខ្ញីទេខ្ញុំចូលចិត្តក្លិនខ្នុរហើយនិងក្លិនស្លឹកតើយព្រោះវាឈ្ងុយឆ្ងាញ់ចាក់ទៅទាំងអស់អ្នកគ្នាចូលហើយយោអូយពណ៌ស្រស់ស្អាតណាស់អ្នកគ្នាអត់មានស្អិតទេណាពេលយើងលាងទឹកហើយនេះអូនឹងតំណងហ្មងដល់វគ្គទោះញ៉ាំម្ដងហើយចាំភ្លក់មើលខ្លួនឯងសិនបើឆ្ងាញ់ចាំដួសឲ្យបងប្អូនយើងទុកចិត្តគ្នានឹងថ្ងៃអាទិត្យគេអត់ធ្វើការទាំងអស់គ្នាអញ្ចឹងយើងសម្រាប់យើងធ្វើទៅចែកគេចែកឲ្យញ៉ាំទៅបានឆ្ងាញ់ទាំងអស់គ្នាហើយមានកម្លាំងទៀតដល់វគ្គញ៉ាំអ្នកគ្នាភ្លក់មើលសិនអូឡើងឈ្ងុយហ្មងណាអូសាច់ម្សៅស្អិតពេកអ្នកគ្នាបាក់ចុចឲ្យស្អិតជាប់ឡាព្រីហ្នឹងហ្មងនេះតែតំណងណាស់អ្នកគ្នាខ្ញុំប៉ុណ្ណឹងតែជាញ៉ាំអស់ 3-4 គ្រាប់អីអ្នកគ្នាចាំមើលអាយ៉ាអូយស្អិតណាស់អ្នកគ្នាឆ្ងាញ់ទាំងអស់គ្នាឡើងស្អិតល្មួតហ្មងណានិយាយពេញនិយាយបដាទៅលេបទឹកមាត់បដានេះឆ្ងាញ់ហ្មងសាច់ម្សៅហើយនឹងសណ្ដែកស្នូលនំបាញ់ជំនឿហ្នឹងណាធ្វើឲ្យរាងក្រាស់រសជាតិឲ្យរាងដិតបន្តិចបាន